រឿងកមដែលប្រេះនៅប្រទេសឥណ្ឌាមានបុរសដងទឹកម្នាក់មានកមធំពីរដែលគេព្យួរនៅចុងសងខាងនៃឈើអម្រែកលើស្មារបស់គេក្អមមួយមានស្នាមប្រេះចំណែកក្អមមួយទៀតមានសភាពល្អឥតខ្ចោះហើយតែងតែផ្ទុកទឹកបានពេញជានិច្ចនៅពេលដងមកដល់ផ្ទះចៅហ្វាយរីឯក្អមដែលប្រេះវិញនៅពេលមកដល់ផ្ទះគឺសល់ទឹកតែពាក់កណ្ដាលប៉ុណ្ណោះរឿងបែបនេះបានកើតឡើងជារៀងរាល់ថ្ងៃអស់រយៈពេល2ឆ្នាំពេញដែលបុរសដងទឹកយកទឹកមកដល់ផ្ទះចៅហ្វាយបានត្រឹមតែមួយក្អមនិងកន្លះជាការពិតណាស់ក្អមដែលល្អឥតខ្ចោះមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្លួនណាស់ដែលវាអាចបំពេញតួនាទីបានយ៉ាងល្អខ្ជាប់ខ្ជួនប៉ុន្តែក្អមដែលមានស្នាមប្រេះវិញមានការអៀនខ្មាស់ចំពោះកំហុសឆ្គងរបស់ខ្លួននិងមានអារម្មណ៍តូចចិត្តយ៉ាងខ្លាំងដែលវាអាចធ្វើការបានត្រឹមតែពាក់កណ្ដាលនៃអ្វីដែលគេបានបង្កើតវាមកបន្ទាប់ពីចំណាយពេល2ឆ្នាំក្នុងសេចក្តីបរាជ័យដ៏ជូរចត់ថ្ងៃមួយនៅមាត់ស្ទឹងវាក៏បាននិយាយទៅកាន់បុរសដងទឹកថាខ្ញុំមានការអៀនខ្មាស់ចំពោះខ្លួនឯងណាស់ហើយខ្ញុំចង់សុំទោសអ្នកបុរសដងទឹកក៏សួរថាហេតុអ្វីទៅតើឯងអៀនខ្មាស់រឿងអ្វីក្អមនោះឆ្លើយថាក្នុងរយៈពេល2ឆ្នាំមកនេះខ្ញុំអាចដឹកទឹកបានតែពាក់កណ្ដាលប៉ុណ្ណោះព្រោះស្នាមប្រេះនៅចំហៀងខ្លួនខ្ញុំបណ្ដាលឲ្យទឹកលិចចេញតាមផ្លូវរហូតដល់ផ្ទះចៅហ្វាយដោយសារតែចំណុចខ្វះខាតរបស់ខ្ញុំបណ្ដាលឲ្យអ្នកត្រូវហត់នឿយធ្វើការខ្លាំងប៉ុន្តែមិនទទួលបានផលកម្រៃពេញលេញពីការខំប្រឹងប្រែងរបស់អ្នកឡើយបុរសដងទឹកមានក្តីអាណិតអាសូរចំពោះក្អមចាស់ដែលប្រេះនោះយ៉ាងខ្លាំងហើយគេក៏បាននិយាយដោយក្តីមេត្តាថានៅពេលយើងត្រឡប់ទៅផ្ទះចៅហ្វាយវិញខ្ញុំចង់ឲ្យឯងសង្កេតមើលផ្កាដ៏ស្រស់ស្អាតនៅតាមដងផ្លូវជាការពិតណាស់នៅពេលពួកគេដើរឡើងភ្នំក្អមចាស់ដែលប្រេះនោះបានសង្កេតឃើញផ្កាព្រៃដ៏ស្រស់បំព្រងដែលកំពុងរីកក្រោមពន្លឺព្រះអាទិត្យនៅតាមចិញ្ចើមផ្លូវហើយវាហាក់មានអារម្មណ៍ធូរស្រាលបន្តិចប៉ុន្តែនៅពេលដល់ចុងផ្លូវវានៅតែមានអារម្មណ៍មិនល្អដែរព្រោះវាបានធ្វើឲ្យទឹកលិចអស់ពាក់កណ្ដាលដូច្នេះវាក៏សុំទោសបុរសដងទឹកចំពោះការបរាជ័យរបស់ខ្លួនម្ដងទៀតបុរសដងទឹកក៏បាននិយាយទៅកាន់ក្អមនោះថាតើឯងបានចាប់អារម្មណ៍ទេថាមានផ្ការីកតែនៅខាងចំហៀងផ្លូវរបស់ឯងប៉ុន្តែគ្មានផ្ការីកនៅខាងក្អមមួយទៀតនោះទេនោះក៏ព្រោះតែខ្ញុំបានដឹងពីចំណុចខ្វះខាតរបស់ឯងតាំងពីដើមមកហើយខ្ញុំក៏បានទាញយកប្រយោជន៍ពីវាខ្ញុំបានព្រោះគ្រាប់ពូជផ្កានៅខាងផ្លូវរបស់ឯងហើយរៀងរាល់ថ្ងៃនៅពេលយើងដើរត្រឡប់មកពីស្ទឹងឯងគឺជាអ្នកស្រោចទឹកឲ្យពួកវាអស់រយៈពេល2ឆ្នាំមកនេះខ្ញុំអាចបេះផ្កាដ៏ស្រស់ស្អាតទាំងនេះដើម្បីយកទៅលម្អអាហាររបស់ចៅហ្វាយខ្ញុំប្រសិនបើឯងមិនមែនជាកមដែលប្រេះបែបនេះទេនោះលោកម្ចាស់ក៏គ្មានសម្រស់ដ៏ស្រស់ត្រកាលទាំងនេះមកលម្អផ្ទះរបស់លោកដែរ